ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះទីបំផុតពេលវេលាដែលយើងទន្ទឹងរង់ចាំបានមកដល់ហើយថ្ងៃនេះគឺជាថ្ងៃទី30ខែធ្នូឆ្នាំ2025ជាថ្ងៃកាត់សេចក្តីនៃវាសនាជាតិបន្ទាប់ពីការអនុវត្តបទឈប់បាញ់72ម៉ោងបានបញ្ចប់ទៅនាឡិកានៅពេលនេះកំពុងចមល់បង្ហាញពេលវេលាស្លាប់រស់តើវីរៈកងទ័ពយើង18រូបនឹងបានវិលត្រឡប់មកវិញឬយ៉ាងណាប៉ុន្តែនៅពីក្រោយឆាកនៃការទន្ទឹងរង់ចាំនេះមានរឿងរ៉ាវដ៏គួរឲ្យតក់ស្លុតនិងអត្ថាកំបាំងបំផិតបានកើតឡើងនៅខាងភាគីថៃស្ថានភាពនៅទីនោះកំពុងច្របូកច្របល់ខ្លាំងណាស់ខណៈដែលពួកគេកំពុងព្យាយាមរកលេខមិនចង់ដោះលែងមនុស្សស្រាប់តែគ្រោះអាក្រក់បានកើតឡើងផ្ទួនគ្នានៅកណ្ដាលរាជធានីរបស់ពួកគេហាក់បួសជាមានបារមីមកក្រានរំលឹកតើប្រភ្នូលអាក្រក់អ្វីខ្លះដែលកំពុងដុតរោលរាជធានីថៃហេតុអ្វីបានជាកក្រើបាងកកនិងអយុធយាក្នុងពេលតែមួយតើលោកអនុទីនកំពុងមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរប៉ុណ្ណារហូតដល់មិនហ៊ានសម្រេចចិត្តរឿងព្រំដែនតើភ័ស្តុតាងមានអ្វីដែលបែកធ្លាយនៅព្រឹកនេះដែលធ្វើឲ្យការចោទប្រកាន់រឿងដ្រូន250គ្រឿងคล้ายជាការកុហកភ្នែកស្រស់ថ្ងៃនេះខ្ញុំបាទនឹងលាតត្រដាងការពិតទាំងអស់ជូនបងប្អូនមួយចំណុចម្ដងមួយចំណុចយ៉ាងក្បោះក្បាយបំផុតយើងចាប់ផ្ដើមរឿងរ៉ាវថ្ងៃនេះដោយចំណុចដែលចម្លែកបំផុតនិងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺប្រភ្នូលបងប្អូនជនរួមជាតិខណៈដែលមេដឹកនាំថៃកំពុងរវល់ប្រជុំរកលេខចោតប្រកាន់កម្ពុជារឿងដ្រូនស្រាប់តែនៅកណ្ដាលរាជធានីរបស់ពួកគេមានអគ្គិភ័យកើតឡើងផ្ទួនគ្នាដូចគេណាតុកវាហាក់ដូចជាធាតុភ្លើងកំពុងគ្របដណ្ដប់លើទឹកដីរបស់ពួកគេសូមបងប្អូនផ្ទៀងផ្ទាត់ពេលវេលាជាមួយខ្ញុំហេតុការណ៍ទី1រសៀលថ្ងៃទី29បាងខេនៅវេលាម៉ោង 19:40 នាទីរសៀលម្សិលមិញភ្លើងបានចាប់ផ្ដើមឆេះនៅតំបន់បាងខេក្នុងទីក្រុងបាងកកផ្សែងខ្មៅហុយត្រឡោមពេញផ្ទៃមេឃនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះហេតុការណ៍ទី2យប់ជ្រៅសៃម៉ៃម៉ោង 23:55 នាទីរឿងរ៉ាវកាន់តែគួរឲ្យខ្លាចនៅវេលាម៉ោង 23:55 នាទីគឺនៅសល់តែ5នាទីទៀតចូលថ្ងៃទី30ដែលជាថ្ងៃកំណត់ដោះលែងស្រាប់តែមានភ្លើងឆេះយ៉ាងសន្ធោសមួយទៀតនៅតំបន់សៃម៉ៃទីក្រុងបាងកកទីតាំងដែលឆេះគឺជាហាងលក់ពូកនិងអគារពាណិជ្ជកម្មកម្ពស់3ជាន់រូបភាពពីកន្លែងកើតហេតុបង្ហាញថាអណ្ដាតភ្លើងពណ៌ក្រហមឆ្អិនឆ្អៅបានលេបត្របាក់អគារទាំងមូលកម្លាំងពលរដ្ឋអគ្គិភ័យរាប់រយនាក់ត្រូវចេញប្រតិបត្តិការទាំងយប់ហេតុការណ៍ទី3ឆ្លងថ្ងៃភ្លៀងអយុធយាម៉ោង 00:05 នាទីមិនទាន់ចប់ទេបងប្អូនត្រឹមតែ10នាទីក្រោយមកគឺនៅវេលាម៉ោង 00:05 នាទីរំលងអតិរ័តឈានចូលថ្ងៃទី30ភ្លាមស្រាប់តែមានភ្លើងឆេះធំមួយទៀតនៅខេត្តអយុធយាអតីតរាជធានីចាស់ផ្ទះប្រជាពលរដ្ឋចំនួន5ខ្នងត្រូវបានភ្លើងឆេះវិនាសទាំងស្រុងមានស្ត្រីម្នាក់ត្រូវលោតពីលើផ្ទះដើម្បីគេចខ្លួនរហូតទៅរបួសតើនេះជារឿងចៃដន្យឬសូមបងប្អូនពិចារណា 1. ឆេះនៅបាងកករាជធានីថ្មីម៉ោង 23:55 នាទី 2. ឆេះនៅអយុធយារាជធានីចាស់ម៉ោង 00:05 នាទីវាហាក់ដូចជាធាតុភ្លើងកំពុងឆេះរាវដណ្ដប់ទាំងអតីតកាលនិងបច្ចុប្បន្នរបស់ពួកគេក្នុងពេលតែមួយចាស់បុរាណតែងពោលថាបើមេដឹកនាំចិត្តមិនត្រង់មិនគោរពសច្ចៈស្រុកទេនឹងក្តៅគុកដោយភ្លើងការដែលភ្លើងឆេះផ្ទួនគ្នាបែបនេះនៅចំថ្ងៃដែលពួកគេត្រូវគោរពសញ្ញាដោះលែងវីរៈជនអៀងគឺជាសារដាស់តឿនពីធម្មជាតិហាក់ដូចជាចង់ប្រាប់ថាស្រុកឯងកំពុងក្តៅហើយរាជឯងកំពុងទុកហើយកុំទៅបង្ករឿងជាមួយអ្នកជិតខាងទៀតឡើយមិនត្រឹមតែរឿងធាតុភ្លើងទេភ្លើងនយោបាយក៏កំពុងឆេះសន្ធោនៅរដ្ឋាភិបាលថៃនៅព្រឹកនេះយើងបានឃើញមុខមាត់ពិតរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទីនឆានវីរកុលគាត់ចេញមកបដោបទសម្ភាសដោយទឹកមុខតានតឹងនិងពោពេញដោយសម្ពាធលោកអនុទីនកំពុងជាប់ដៃដោះស្រាយរឿងអាស្រោដ៏ធំមួយគឺការបង្ក្រាបបណ្ដាញគ្រឿងញៀនដែលជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយលោកបានប្រកាសក្តែងនៅព្រឹកនេះថាមិនខ្វល់ថាជាមុខអ្នកណាជាអ្នកនយោបាយឬអ្នកជំនួញទេឲ្យតែពាក់ព័ន្ធគឺចាប់ទាំងអស់ដាក់ឲ្យពេញដៃនេះបង្ហាញថាផ្ទៃក្នុងរដ្ឋាភិបាលគេកំពុងហែកហួរគ្នាដៃម្ខាងកាន់អំណាចដៃម្ខាងទៀតកំពុងកាប់សម្លាប់គូប្រជែងចំណុចដែលសំខាន់បំផុតគឺលោកអនុទីនបានបង្ហើបថានៅសល់តែ38ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតឥឡូវនេះគណៈបកនយោបាយនៅថៃកំពុងវាយប្រហារគ្នាដូចសត្វសាហាវគេឌឺដងដាក់គ្នាទៅវិញទៅមក
លោកអនុទានខ្លួនឯងនិយាយថាកុំមកអួតដាក់ខ្នឹងគេវាយប្រហារប៉ាក់ពណ៌ទឹកក្រោកថាពីមុនគ្មានពណ៌ប្រផេះឥឡូវប្រាយជាខ្មៅនេះហើយជាមូលហេតុពិតដែលធ្វើឲ្យពួកគេរារាយរឿងព្រំដែនដោយសារតែពួកគេរវល់តែឆ្លោះគ្នាដណ្ដើមអំណាចរវល់តែលៀងរឿងអាស្រូវគ្រឿងញៀននិងរវល់តែឃោសនាបោះឆ្នោតពួកគេមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាព្រំដែនដោយស្មោះត្រង់ទេកងទ័ពចង់បង្ហាញសាច់ដុំដើម្បីយកចិត្តញាក់បោះឆ្នោតជាតិនិយមរដ្ឋាភិបាលចង់ដោះលែងដើម្បីកុំឲ្យអន្តរជាតិដាក់សម្ពាធភាពខ្វែងគំនិតគ្នានេះហើយដែលធ្វើឲ្យលោកអនុទានមិនហ៊ានសម្រេចចិត្តពេលអ្នកការសរសេរសួររឿងដោះលែង18នាក់គាត់រឹងបាវទៅឲ្យកងទ័ពវិញដោយនិយាយថារងចាំកងទ័ពនិងក្រុមប្រឹក្សាសន្តិសុខជាតិ NSC វាយតម្លៃសិនចំណែករឿងប្រជុំ JBC នៅសៀមរាបវិញរដ្ឋមន្ត្រីការបរទេសលោកស៊ីហាសាក់ក៏យកលេសថាចាំរដ្ឋាភិបាលថ្មីសិនពួកគេសុខចិត្តធ្វើជាមនុស្សមិនដឹងអីរឿងការទទួលខុសត្រូវឲ្យគ្នាទៅវិញទៅមកដើម្បីការពារកៅអីរបស់ខ្លួនហើយរឿងដែលពួកគេយកមកធ្វើជាលេសធំបំផុតដើម្បីរារាំងការដោះលែងវីរៈកងទ័ពយើងនៅថ្ងៃនេះគឺរឿង drone 250 គ្រឿងកងទ័ពថៃនៅបាងកកបានចេញមកចោទប្រកាន់ថាកម្ពុជាបង្ហោះ drone 250 គ្រឿងចូលដីថៃនៅយប់ថ្ងៃទី28គេចោទថានេះគឺជាការយុនិងបំពានបទជបាញ់គេប្រើរឿងនេះដើម្បីគំរាមថាអាចនឹងពិចារណាមិនដោះលែងឆ្លើយសឹកប៉ុន្តែការពិតត្រូវបានលាតត្រដាងនៅថ្ងៃនេះតើបងប្អូនដឹងទេថានរណាជាអ្នកបកអាក្រក់ការកុហកនេះមិនមែនកម្ពុជាទេគឺកងទ័ពថៃនៅសមរភូមិខ្លួនឯងនៅថ្ងៃទី30ធ្នូនេះកងកម្លាំងបូព៌ាដែលឈរជើងនៅខេត្តស្រែកែវបានចេញសេចក្តីប្រកាសជាផ្លូវការមួយដែលផ្ទុយពីមាត់អ្នកនៅបាងកកខ្លឹមសារគឺថាលើកលែងបំរាមហាមឃាត់ការចេញចូលនៅស្រុកទាំង4តាប្រាយ៉ាគោកសុងអរ៉ាញ់ប្រាថែតនិងខ្លងហាតចាប់ពីពេលនេះតទៅនេះគឺជាភស្តុតាងមាសសូមបងប្អូនប្រើតក្កវិទ្យាសាមញ្ញបើពិតជាមាន drone 250 គ្រឿងវាយលោកជប់មាញ់តើមានមេបញ្ជាការណាហ៊ានបើកឲ្យប្រជាជនដើរហើរនៅពឹកនេះច្បាស់ទីត្រូវប្រកាសអាសន្នមិនខានប៉ុន្តែការដែលគេហ៊ានលុបចោល curfew បែបនេះមានន័យថាព្រំដែនស្ងប់ស្ងាត់ល្អណាស់ដូច្នេះយើងអាចសន្និដ្ឋានបានថារឿង drone 250 គ្រឿងគ្រាន់តែជារឿងនីតិនយោបាយដែលគេប្រឌិតឡើងនៅបាងកកដើម្បីយកលេខមិនដោះលែងវីរៈកងទ័ពយើងនៅថ្ងៃនេះប៉ុន្តែតែហ៊ាននៅសមរភូមិជាក់ស្ដែងគេដឹងការពិតថាកម្ពុជាគោរពបទជបាញ់បានល្អឥតឡោយឥឡូវនេះពួកគេអស់លេសហើយស្រះកែវបើក curfew ហើយដូច្នេះវីរៈកងទ័ព18រូបនេះក៏ត្រូវតែមានសេរីភាពដូចគ្នាគ្មានហេតុផលណាមួយដែលត្រូវឃុំឃានពួកគាត់តទៅទៀតទេដើម្បីបិទចប់រាល់លេសទាំងអស់នៅថ្ងៃនេះក្រសួងការពារជាតិកម្ពុជាបានបញ្ចេញសារដ៏ធ្ងន់ធ្ងរបំផុតក្រសួងបានប្រកាសថាថ្ងៃនេះជាថ្ងៃទី154ហើយដែលឃុំឃាន154ថ្ងៃនៃការឈឺចាប់ក្រសួងបានលើកយកកថាខណ្ឌទី5នៃកិច្ចព្រមព្រៀងសន្តិភាពមកដាក់លើតុជាអាវុធចុងក្រោយក្រសួងបានប្រើពាក្យបញ្ជាថាភាគីថៃត្រូវតែដោះលែងយោធានទាំង18នាក់ជាបន្ទាន់និងមិនបង្អែបង្អង់សូមបងប្អូនកត់សម្គាល់ពាក្យថាមិនបង្អែបង្អង់នេះគឺជាការឆ្លើយតបទៅនឹងលេសរបស់លោកស៊ីហាសាក់ដែលថាចាំរដ្ឋាភិបាលថ្មីនេះគឺជាការឆ្លើយតបទៅនឹងលេសរបស់លោកអនុទានដែលថាចាំកងទ័ពវាយតម្លៃសិននេះគឺជាការ